ម៉ាក់អាចជួលអ្នកមើលថែម្នាក់បានទេម៉ាក់ធ្វើអញ្ចឹងខ្ញុំកាន់តែមិនស្ងប់ចិត្តការប៉តែគ្រប់វិនាទីខ្ញុំសុទ្ធតែយល់ថាកំពុងទទួលការដាក់ទោសពីម៉ាក់ឯងត្រូវតែទទួលការដាក់ទោសម៉ាក់កំពុងតែដាក់ទោសឯងហើយក្នុងចិត្តស្អប់ឯងខឹងឯងដាក់បណ្ដាសាឯងតែបែរជាត្រូវជូតមុខជូតដៃជូតជើងឲ្យឯងនៅមើលថែឯងទាំងនេះគឺម៉ាក់កំពុងធ្វើបាបឯងមើលថែឯងហ៎ពិតជាផ្ដេសផ្ដាស់ណាស់ម៉ាក់ធ្វើអ្នកមើលថែឯងជូតលៀងស្លៀកពាក់ទុកឲ្យម៉ាក់ជាអ្នកធ្វើចោះបើសិនឯងមានមនសិការឯងព្រមទទួលតាមស្រួលបើហ៊ានធ្វើត្រូវតែហ៊ានទទួលអញ្ជើញចូលអ្នកមកហើយហ៎អញ្ជើញអង្គុយសិនទៅអ្នកកំពុងធ្វើស្អីហ្នឹងមុខរបួសមើលទៅមានប៉ះត្រូវមុខរបួសទេលោកគ្រូខាងជួយហៅអ្នកគ្រូពេទ្យឲ្យខ្ញុំផងអ្នកធ្វើស្អីអ្នកឈួតទេហ៎ដូចជាខឹងយ៉ាងណាបើប៉ះត្រូវមុខរបួសមានបញ្ហាអីតើគិតយ៉ាងម៉េចទៅអ្នកស្មានថាខ្ញុំមិនចេះខឹងមែនទេមិនទៅធ្វើអញ្ចឹងខ្ញុំបានគិតយូរមកហើយបើរកអ្នកជំនួសមិនទាន់បានទេឲ្យប្រធានហានជំនួសការងាររបស់លោកទៅណាលោកមិនបាច់ខ្វល់ពីរឿងផ្ទេរការងារទេថ្ងៃនេះបកគលលិខិតលាឈប់មកខ្ញុំនិងកូនស្រីលោកអគ្គនាយកបានបែកគ្នាហើយខ្ញុំមិននៅតាមរំខានកូនស្រីលោកទៀតទេលោកអាចទុកចិត្តបានកូនស្រីលោកគឺជារឿងផ្សេងការងាររបស់ខ្ញុំវាគឺជារឿងផ្សេងសូមឲ្យខ្ញុំធ្វើការងាររបស់ខ្ញុំឲ្យបានចប់សិនទៅរួចហើយខ្ញុំនឹងដើរចេញខ្ញុំនឹងរៀបចំឲ្យបានលឿនបំផុតតែថ្ងៃលែងលិចចង់ឲ្យបងភ្លេចលុះត្រាតែថ្ងៃលែងរាំងក្បែរអូនម្ដងមានអារម្មណ៍ថាចង់ស្ទះព្រមឲ្យអូនឈ្នះបងសុខចិត្តដើរចេញបើមិនស្រឡាញ់ចាំបាច់ខាត់ខាំងធ្វើអ្វីឬមួយស្រីមិនតន់ធ្វើបាបបងអចិត្តសប្បាយណាស់ឬពេលបានក្បត់បានផិតមិនដេចមិនអាណិតចេះក្រែងចិត្តគេខ្លាផងចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីប្រកាសជាធ្ងន់ហើយចាំខ្ញុំជួយយកទៅបើសិនគ្រាន់តែចេតនាមិនចាំបាច់ក៏បានខ្ញុំដឹងថាលោកជាមនុស្សបែបណាទោះជាគ្មានចេតនាសម្ដែងរកវាប្រៃផ្សាយបែបនេះក៏ខ្ញុំអាចដឹងក្នុងចិត្តលោករឹងប៉ុណ្ណាដែរទោះជាគ្មានចេតនាធ្វើជាចិត្តដាច់ដល់ពេលខ្ញុំក៏ចេះធ្វើចិត្តដោយខ្លួនឯងដែរធានហានពួកយើងបែងចែករឿងការងារនៅបុគ្គលផងទៅម្យ៉ាងទៀតខ្ញុំមិនមែនមានចេតនាពេលនេះខ្ញុំក៏គ្មានមូលហេតុធ្វើអញ្ចឹងដែរឬក៏ធ្វើណាម្នាក់មើលឡើយពេលនេះខ្ញុំនៅតែជាខ្ញុំគឺបែបនេះមិនមែនជាចេតនាតែជាធិតពិតឲ្យមកខ្ញុំអរគុណបំណងល្អតែខ្ញុំសូមបដិសេធតាមចិត្ត
ឲ្យបងជឿលុះត្រាតែថ្ងៃលែងលិចចង់ឲ្យបងភ្លេចលុះ សំណាងហើយដែលត្រូវទឹកតែបន្តិចកំចាន់មេរោគហើយគឺមិនអាចមានបញ្ហាអ្វីទេតែបើមិនប្រយ័ត្នមុខរបួសអាចនឹងចេញឈាមហើយនឹងខ្លាចកថាបាននាងត្រូវតែប្រយ័ត្នរហូតដល់កាត់ចេះចេញណា ស្លាកស្នាមត្រូវបន្សល់ទុកលើខ្លួននាងអស់មួយជីវិតមែនទេលោកគ្រូពេទ្យ បាទ នាងជាកូនស្រីជាកូនស្រីដែលមិនទាន់រៀបការផងរាងកាយដ៏សស្អាតមិនក៏មានស្នាមបែបនេះបន្សល់ទុកស្លាកស្នាមធំយ៉ាងនេះតើគិតយ៉ាងម៉េចទៅគិតយ៉ាងម៉េចទៅ ឲ្យតែអ្នកជំងឺឧស្សាហ៍ប្រាណបែបនោះទើបអាចឆាប់ជាចេញពីមន្ទីរពេទ្យ ចាខ្ញុំដឹងហើយខ្ញុំនឹងឲ្យនាងឧស្សាហ៍ដើរទៅដើរមក អញ្ចឹងខ្ញុំលាហើយ អរគុណហើយអរគុណហើយពួកយើងពិភាក្សាគ្នាសិនទៅចាញ់ទៅក្រៅនិយាយល្អជាង ពេលចេញពីពេទ្យខ្ញុំនឹងនាំនាងទៅផ្ទះខ្ញុំមិនមែនទាមទារយកកូនទៅវិញទេដោយសារនាងឈឺទាំងកាយទាំងចិត្តខ្ញុំចង់កំដរនាងរហូតដល់នាងជាសះស្បើយសូមឲ្យខ្ញុំកំដរនាង6ខែទៅតន់ភ្លេចខ្ញុំមិនតន់ងងឹតខ្ញុំចង់រស់នៅជាមួយគីមរ៉ាន់តែ6ខែប៉ុណ្ណោះ គឹមរ៉ាន់នាងមិនអាចមានផ្ទៃពោះទេថាម៉េចបានន័យថាម៉េចគ្រូពេទ្យថានាងកាត់ស្បូនហើយសង្ឃឹមថាអ្នកកំទាន់អាលឲ្យគឹមរ៉ាន់ដឹងអីហេតុនេះនៅចំពោះមុខនាង សូមកុំនិយាយរឿងរៀបការរឿងមនុស្សស្រីអីទាំងអស់នេះរឿងទាំងនោះអាចមានការឈឺចាប់ដល់នាង ចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចិត្តកាយ មើលចុះនាងអាចញញឹមឲ្យស្រស់បន្តិចបានទេគួរឲ្យស្រឡាញ់ឬអត់បើសិនជាធ្វើវាសពូននាងស្លាំខានទេត្រូវថែវាល្អ ការប្រឡងយ៉ាងម៉េចហើយ ស៊ូលឿនពេកហើយ មិនអីទេណោះ សំណាងហើយគ្មានឧបតហេតុអី ឧបតហេតុ ខ្ញុំមិនបានប្រគល់กระดาษសនឹងណា អូបានន័យអញ្ចឹងសោះលោកប្រាណីធៀបមែនទេស្អីគេអញ្ចេះអូមិនទាន់បានធ្វើសេចក្តីរាយការណ៍ផងក៏ទទួលបានការប្រឆាំងនឹងការវិនិច្ឆ័យតើត្រូវទេ នាងនៅចាំដែរ ប្រកាសហើយគេថាធ្វើកូនឆ្កែយាមបន្ទប់3ឆ្នាំក៏ចេះមើលអក្សរដែរខ្ញុំធ្លាប់ជាកូនឆ្កែយាមសិភៅអស់10ឆ្នាំឯណោះ កូនឆ្កែយាមសិភៅដែលរត់ចេញពីផ្ទះបញ្ញាប់ត្រឡប់មកផ្ទះវិញមកចាក់ចេញពីផ្ទះនឿយហត់ខ្លាំងណាស់គឹមរ៉ាន់មកវិញមកស៊ីងលីងដុងភូមិនិស្សិតរបស់ពួកយើងវិញមកគឹមរ៉ាន់ ធ្វើយ៉ាងម៉េចដែរ អញ្ចឹងចេញពីពេទ្យនាងចង់ទៅណាពេលចេញពីផ្ទះគ្មានកន្លែងអាចទៅបានគឺត្រូវតែត្រឡប់មកផ្ទះវិញបើមិនចង់មកវិញនាងកុំចាត់ទុកថាមកផ្ទះទុកថាទៅសម្រាកទៅបញ្ចូលភ្លើង ខ្ញុំចង់ប្រមូលពួកវាលក់ចាញ់ខ្លះ
ប៉ុន្តែប្រព័ន្ធ website ឲ្យតម្លៃទាបខ្លាំងពេកខ្ញុំយល់ថាมันសមគួរឲ្យតម្លៃសិភៅទាបដល់ម្លឹងទេអូមែនទេចង្កៀងទេវតាពួកខ្ញុំគិតថាប្រតិបត្តិការលក់សិភៅមួយទឹកលើបណ្ដាញអាចធ្វើការលក់រវាងសមាជិកនិងសមាជិកឬក៏លក់ឲ្យចង្កៀងទេវតាពួកខ្ញុំក៏បានរឿងតម្លៃគឺស្ថិតលើអតិថិជនទិញបន្តនិងចរចាពេលដែលពួកយើងលក់និងកំណត់តម្លៃទៅតាមការពេញនិយមពិតមែនទេល្អខ្លាំងណាស់ពេលនេះខ្ញុំអាចលាសិភៅរបស់ខ្ញុំដោយស្ងប់ចិត្តហើយជួបគ្នាដំបូងសំខាន់ពិតមែនតែខ្ញុំយល់ថាពេលលាគ្នាក៏ត្រូវយកចិត្តទុកដាក់ដែរមានពេលខ្លះនៅពីក្រោយខ្នងគេយើងក៏អាចនិយាយឲ្យបានច្រើនដែរទៅរកស្រីល្អរកបងទៅបងគង់នៅឲ្យអូនឃើញមកទៀតណាពិតជាយល់ព្រមគុណជា3មែនទេជាការពិតឬអត់មិនមែនវែងទេមែនទេថ្ងៃនេះខ្ញុំឲ្យនាងពាក់កណ្ដាលសិនពេលនាងយកត្រាមកហើយទើបខ្ញុំបោះពាក់កណ្ដាលទៀតមិនមែនទេអីសង្វួរយកទឹកឲ្យម៉ាក់មួយកែវមកយកទឹកត្រជាក់ណាអូយម៉ាក់ស្រេកទឹកណាឲ្យឆាប់ឡើងបើគុណនឹង3ឡើងប្រមាណចេះរឿងតម្លៃភាគហ៊ុនខ្ញុំមិនសូវយល់ទេជួយសរុបទៅតាទាំងអស់ប្រមាណនាងទៅជួបកូនប្រុសមែនទេទៅជួបទេខ្ញុំទូរស័ព្ទឲ្យគេរហូតតែគ្មានប្រតិកម្មអីសោះហេតុនេះក៏មករកគេទៅខ្ញុំដូចជាធ្វើបាត់ត្រាហើយប៉ុន្តែលោកស្រីបើខ្ញុំលក់ភាគហ៊ុនទាំងអស់របស់ខ្ញុំចេញក្រុមហ៊ុនបោះពុំនោះពិតជាអាចមានរឿងធំមែនណាអូព្រះហើយលោកស្រីនេះជាលើកទី1ហើយដែលកូនប្រុសខ្ញុំសម្លឹងមុខខ្ញុំតាំងពីគេកាត់មកដោយសារខ្ញុំនិយាយរឿងភាគហ៊ុនខ្ញុំទទួលលុយពាក់កណ្ដាលសិនចុះមិនអីទេពេលនេះកូនប្រុសខ្ញុំកំពុងតែបើកភ្នែកធំឈរសម្រាប់ខ្ញុំស្ទើរធ្លាក់ក្របភ្នែកទៅហើយប៉ុណ្ណឹងចុះយ៉ាងម៉េចបើឆ្ងល់ស្ទើរស្លាប់ទៅហើយមិនក៏មិនសួរម៉ាក់ជីវវិទ្យាទៅមិនសួរមែនទេល្ងងណាស់មនុស្សប្រុសទាំងមូលចេះតែខឹងនៅផ្ទះម្នាក់ឯងទេហ៎មិនទាំងអាចនោះមនុស្ស2នាក់ទៀតកំពុងតែចុះមកហើយកូនប្រុសអាយុច្រើនទេហ៎សួស្ដីបើសិនជាមិនត្រូវម្ដាយក្មេកខ្ញុំស្ដោះទឹកមាត់ដាក់អ្នកគឺជាម្ដាយក្មេករបស់ម្ដាយក្មេកខ្ញុំហើយស្ទើរតែខ្លាចជាលោកយាយរបស់ខ្ញុំហើយជាម្ដាយដែលបោះបង់ពូថ្លៃខ្ញុំមែនទេយ៉ាងម៉េចដែរដំណើរដើរកំសាន្តរីករាយទេបានសំណាងរបស់នាងខ្ញុំគ្មានសំណាងទេមែនហើយមើលមុខនាងមានចំហាយសើយខ្លាំងណាស់គ្មានសំណាងពីឪពុកម្ដាយក៏គ្មានសំណាងពីប្តីបើបែបនោះគឺគ្មានសំណាងពីកូនដែរណោះខ្ញុំគឺជាអ្នកមានបទពិសោធន៍ជឿខ្ញុំចោះបែបនេះមិនល្អចំពោះកូនទេលោកពូតើខ្ញុំអាចវាយម៉ាក់របស់លោកពូបានទេថាម៉េចលោកពូមែនទេពេលនេះនាងហៅកូនប្រុសខ្ញុំថាជាលោកពូមែនទេគ្រួសារនេះមិនចេះណោះម្នាក់សុទ្ធតែស្មានថាខ្លួនឯងអស់ចាស់ខ្ពង់ខ្ពស់ថ្លៃថ្នូរធ្វើជាសម្ញាញ់រឹកពីស្អីចេះហើយក្មេងប្រុសអាយុ18ឆ្នាំថាលោកពូមិនក៏មិនចាត់ទុកកូនប្រុសដែលមិនទាន់ពេញវ័យរបស់ខ្ញុំនេះជាលោកតារបស់កូននាងទៅចាស់កូនខ្ញុំអស់ហើយចោះអ្នកណាដែលធ្វើឲ្យក្មេងប្រុសមិនទាន់ពេញវ័យខ្លាចជាលោកពូរបស់ប្តីខ្ញុំគេថាឆ្កែខំលីតុងពីនមិនស្គាល់ល្អអាក្រក់ខ្ញុំគឺលីតុងពីននាងគឺជាឆ្កែហ៊ានមកប្រហិននៅទីនេះអស់សំណើចខ្លាំងណាស់គួរឲ្យអស់សំណើចគ្មានភាពជាម្ដាយគ្មានសុជីវធម៌គ្មានមនោសញ្ចេតនាគ្មានការអប់រំមិនដែលនិយាយពាក្យល្អចេះតែប្រើពាក្យព្រៃខ្ញុំដឹងថានាងបែបនេះព្រោះតែអ្វីហើយព្រោះតែស្អីព្រោះតែភ័យខ្លាចពិភពលោកជីវិតមនុស្សលោកភ័យខ្លាចដល់ញ័រពេញខ្លួនអស់ហើយតែលាក់មិនឲ្យគេដឹងមិនចង់ឲ្យគេដឹងពីភាពទន់ជ្រាយនិងភាពភ័យខ្លាចរបស់ខ្លួនដើម្បីមិនចង់ឲ្យអ្នកចូលក្បែរទៅព្យាយាមកិច្ចវេររហូតត្រូវទេ
បន្ទប់របស់ឯងនៅជាន់ទី2ហ៎ពួកយើងតែនិយាយគ្នានៅបន្ទប់វិញទៅហ៎មិនដឹងស្អីចេះតែនិយាយផ្ដេសផ្ដាស់ហើយចំមែនអើយនៅឯណាតើនៅឯណាទៅពិតជានៅក្នុងដៃឯងមែននេះនៅឯណា លោកស្រីកំពុងរកអី អាចរកស្អីទៀតអាល្អិតកំពុងតែរកកិច្ចសន្យាដើមតែរកវាមិនឃើញនឹងណាឯងពិតជារកមិនឃើញមែនទេយកមិនបានមែនទេ ខ្ញុំពិតជារកមិនឃើញមែនលោកស្រី ចឹងឆាប់រកបន្តទៀតទៅទោះជាយ៉ាងណាត្រូវរកឲ្យឃើញបើសិនជាកិច្ចសន្យានោះត្រូវលាតត្រដាងពួកប៉ូលីសអស់នោះនឹងមិនអាចស៊ើបអង្កេតទេមិនទាន់វាយហានជង្វន់ដួលផងយើងចូលគុកមុនមែនទេពេលនេះខ្វាងគីមរ៉ាន់ដឹងខ្លួនហើយហានជង្វន់ប្រកាសជាតាមរកកិច្ចសន្យានោះមិនខានឆ្លៀតពេលមិនទាន់ធ្លាក់ចូលក្នុងដៃហានជង្វន់យើងត្រូវតែរកឲ្យឃើញបើឯងមិនចង់ជាប់គុកជាមួយយើងទេបញ្ញាប់ទៅរកឲ្យឃើញទៅបាទអើយពិតជាបបងបាយមែនអើយខ្ញុំឈ្មោះហាន់ចង្វន់ បាទខ្ញុំឈ្មោះលីសូនគិននៅនេះរកខ្ញុំពីកាយ ម្សិលមួយថ្ងៃលោកបានទៅទទួលអ្នករបួសនៅភីងឆាំងដុងមែនទេ បាទពិតមែនហើយ អញ្ចឹងពេលដែលនាំអ្នករបួសមកមន្ទីរពេទ្យលោកមានខេរបស់អីលើខ្លួននាងទេលើថាអ្នករបួសបានលាក់សមីกระดาษមួយជាប់ក្នុងអាវរបស់នាង បាទពេលមកដល់មន្ទីរពេទ្យខ្ញុំឲ្យទៅអាណាព្យាបាលអ្នកជំងឺហើយ អាណាព្យាបាលអ្នកជំងឺតើជាអ្នកណាដែរ គឺប្រុសម្នាក់ដែលនៅកន្លែងកាត់ហេតុនោះណា អ្នកណាគេ អ្នកដែលប្តឹងប៉ូលីសម្នាក់ឈ្មោះស្អីគេទេដូចជាសុងស្អីទេចាំខ្ញុំទៅបញ្ជាក់ឲ្យអ្នកនាង អូកុំអីមិនបាច់ទេ ចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចិត្ត នៅតែយកតាមការប្រជុំសម្រាប់លើកមុនដដែលគ្រាន់តែកែពណ៌និងក្របការពារបន្តិចទៅបានហើយក ន្លែងដំបូង Amazon ប្រទេសបារាំងលក់ជាបន្ត72សប្តាហ៍សរសេរព្រាយផ្លាស់ស្អីតាមរយៈរាយការណ៍មកជំហានដំបូងរយៈពេល3សប្តាហ៍តែប៉ុណ្ណឹងទេ ចាទទួលបាន3ដងហើយបន្តការលក់ជាប់គ្នា72សប្តាហ៍មិនមែនផ្ដេសផ្ដាស់ទេគ្រាន់តែលុបសញ្ញាក្បៀសតែប៉ុណ្ណោះជាយុទ្ធសាស្ត្រដែលអស្ចារ្យបំផុត fake កិរិយាសព្ទនៃពាក្យ fake គឺคล้ายខ្លាញ់បន្លំកុហកលួចបន្លំនាមនៃពាក្យ fake គឺទំនិញคล้ายផលិតផលបន្លំជន់បោកប្រាស់ដែលនិយាយកុហកសូម្បីតែអត្ថន័យពាក្យក៏មិនដឹង មិនថាបាល់ទាត់ឬបាល់បោះទេនៅក្នុងលទ្ធផលនៃការបង្ហូរឈាមយកនៃគ្នាចាញ់ក្នុងពិភពលោកសុទ្ធតែប្រើភាពคล้ายអ្នកអាននៅក្នុងស្រុកមិនអាចស្គាល់អ្នកនិពន្ធនោះទេសរសេរដល់កម្រិតនោះទើបអាចមានប្រតិកម្មក្រុមហ៊ុនរបស់ពុំផ្សាយដទៃទៀតក៏ធ្វើការផ្សព្វផ្សាយក្នុងលក្ខណៈបញ្ឆោតដែរតែលោកនាយកចង់លក់សិភៅឬក៏រដ្ឋសារទុកទៅ អញ្ចឹងសូមដាក់ពាក្យលាឈប់ហើយទៅរកក្រុមហ៊ុនបពុំផ្សេងទៅ លោកថាម៉េចតាមដែលខ្ញុំដឹងអ្នកដែលត្រូវដាក់ពាក្យលាឈប់គួរតែលោកទេពេលនេះនៅសម្ញែងធ្វើជានាយកអីទៀតខ្ញុំថា fake គឺជាលោកនឹងហើយកុហកបោកប្រាស់លួចបន្លំខ្ញុំឮមកថាលោកជាកូនប្រុសខ្លាឃ្មុំដែលចង់ការប្រាក់ដ៏មានអំណាចលោកមកក្រុមហ៊ុននេះគឺដើម្បីចង់លេបយកមកធ្វើជារបស់ខ្លួនឯងមែនទេខ្វាងគីមរ៉ាន់អត់មកធ្វើការលោកក៏មិនអាចកិច្ចផុតពីភាពទទួលខុសត្រូវដែរ ហើយនេះតើនាងព្រមកែអត្ថបទតាមដែលខ្ញុំប្រាប់ឬក៏អត់ មិនកែមិនព្រមដាច់ខាតហើយពួកខ្ញុំមិនអាចទទួលស្គាល់លោកជានាយកតទៅទៀតឡើយ មែនណាខ្ញុំដឹងហើយតែពេលនេះខ្ញុំនៅមានសិទ្ធិគ្រប់គ្រងព្រោះខ្ញុំមិនទាន់ប្រកល់លិខិតលាឈប់នៅឡើយទេពីថ្ងៃនេះទៅនាងមិនបាច់ទទួលខុសត្រូវសិភៅនេះទៀតទេ លោកថាម៉េច លោកសុងគូអ៊ីនសិភៅនេះទុកឲ្យលោកទទួលខុសត្រូវ សូមទោសខ្ញុំក៏មិនអាចធ្វើតាមសម្ដីរបស់លោកដែរ ខ្ញុំដឹងហើយអញ្ចឹងតើខ្ញុំទទួលខុសត្រូវទៅធ្វើការបន្តទៀតចុះ ច
ប្រកល់សង្វូឲ្យមកខ្ញុំវិញទៅបើព្រមឲ្យខ្ញុំវិញខ្ញុំសុំចាប់បោះចោលលុយហើយសរសេរលិខិតតែងតាំងឲ្យលោកប្រកល់សង្វូឲ្យខ្ញុំប្រកល់សិទ្ធឲ្យលោកភ្លាមម៉ាក់ចិត្តដល់ថ្ងៃត្រូវទៅវិញហើយឲ្យម៉ាក់ពជាពេលឬក៏ទៅតាមកំណត់ភោជនីយដ្ឋានកំពុងតែជួសជុលម៉ាក់ត្រូវតែទៅមើលហេតុនេះសង្វូឯងចង់ទៅវិញជាមួយម៉ាក់ទេទៅរៀនមហាវិទ្យាល័យនៅអាមេរិកក៏បានដែរពេលនេះម៉ាក់អាចឈរជើងនៅអាមេរិកបានហើយចិត្តម៉ាក់ក៏នឹងនៅដែរពេលនេះម៉ាក់អាចរស់នៅជាមួយឯងបានអត់ទេម៉ាក់ចង់ឲ្យឯងបានល្អចង់ចាប់ផ្ដើមសាច់ជាថ្មីជាមួយឯងខ្ញុំចូលចិត្តនៅពេលនេះមិនចង់ចាប់ផ្ដើមសារថ្មីអីទេម្យ៉ាងទៀតក៏មិនចង់ចាប់ផ្ដើមអីជាមួយនឹងអ្នកដែរអ្នកឯងហៅខ្ញុំថាអ្នកមែនទេមែនហើយម៉ាក់គ្រាន់តែជាម៉ាក់ដែលឯងទទួលស្គាល់តាមជីវវិទ្យាខ្ញុំមិនមែនជាកូនឆ្កែទេពេលនឹករត់មកថាពេលធុញក៏ទុកចោលនៅក្នុងភូមិមិនខ្វល់បើសង្សារអ្នកសពឆ្កែអ្នកនឹងទុកវាចោលនៅសួនច្បារឯងនៅក្មេងសោះមិនក៏ឯងអញ្ចឹងណែមិនក៏ឯងមិនចាំពេលម៉ាក់បង្កើតឯងខិតខំចិញ្ចឹមឯងអស់8ឆ្នាំនោះផងទៅទោះម៉ាក់ទុកឯងចោលក៏មានតែ1ឆ្នាំប៉ុណ្ណោះមែនហើយម៉ាក់ទុកឯងចោលមករវល់មែនក៏ម៉ាក់នឿយហត់ណាស់ដែរស្ទើរឈួតទៅហើយឯងដឹងទេ1ឆ្នាំរបស់ឆ្កែស្មើនឹង7ឆ្នាំរបស់មនុស្សឆ្កែឈឺចាំ1ឆ្នាំស្មើនឹងមនុស្សឈឺឆាប់7ឆ្នាំអញ្ចឹងឯងគឺជាឆ្កែមែនទេជាក្មេងដែលទន់ជ្រាយជាងឆ្កែគួរឲ្យខ្លាចប៉ុណ្ណានិយាយចំពោះខ្ញុំបងប្រុសគឺលោកប៉ាខ្ញុំអ្នកបងគឺអ្នកម៉ាក់ខ្ញុំជុងវ៉ុនជាបងស្រីសាវ៉ុនគឺជាប្អូនប្រុសខ្ញុំពិតជាស្រឡាញ់បងប្រុសអ្នកបងជុងវ៉ុននិងសាវ៉ុនណាបើសិនបងប្រុសមិនទៅរកខ្ញុំបើជុងវ៉ុនមិននៅក្បែរខ្ញុំរំខានខ្ញុំគ្រប់ពេលខ្ញុំក៏ប្រហែលជាចាក់ចេញពីលោកនេះបាត់ទៅហើយដូចជាមិត្តរបស់ខ្ញុំដែរសូមជួយការពារក្រុមហ៊ុននោះផងទៅសូមការពារបងប្រុសជុងវ៉ុននិងអ្នកផ្ទះដែលខ្ញុំស្រឡាញ់ផងទៅពួកគាត់ជាមនុស្សផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំដែលត្រូវបោះបង់ចោលពេលនេះដល់វេនអ្នកត្រូវការពារពួកគាត់ហើយបើពិតជាចង់ចាប់ផ្ដើមសារថ្មីជាមួយនឹងខ្ញុំបើសិនឯងថាព្រមត្រឡប់ទៅអាមេរិកបើសិនឯងថាព្រមរស់នៅជាមួយម៉ាក់ក៏បានទោះជាលុយច្រើនប៉ុណ្ណាក៏ម៉ាក់អាចបោះចោលបានដែរអ្នកសម្រេចចិត្តមិនមែនម៉ាក់ទេគឺឯងគឺបងប្រុសរបស់ឯងថ្ងៃទៅមិនយូរទេខាងនោះកំពុងតែដាស់តឿនម៉ាក់ហើយហេតុនេះគ្មានពេលទេឯងប្រញាប់សម្រេចចិត្តឲ្យប្រាប់ម៉ាក់មានតែធ្វើបែបនេះទេទើបអាចបដិសេធនឹងលុយដ៏ច្រើននោះលុយនៅចំពោះមុខហើយម្ដាយឯទៀតអាចជ្រើសរើសយកកូនចោលលុយទេការពិតទៅម៉ាក់ចាប់អារម្មណ៍លុយទាំងនោះច្រើនជាងអាណិតឯងជាកូនប្រុសម៉ាក់មិនអាចបាត់បង់ទៅណាទេម៉ាក់អាចមានឱកាសមកទទួលឯងទៅនៅជាមួយទៀតបើសិនម៉ាក់មិនព្រមប្រញាប់យកលុយដែលមាននៅចំពោះមុខវានឹងបាត់បង់លែងត្រឡប់មកវិញហើយដឹងទេមែនហើយបើសិនឯងព្រមទៅតាមម៉ាក់ទោះជាយ៉ាងណាក៏ម៉ាក់អាចបោះបង់លុយទាំងនោះចោលដែរចង់ឲ្យបងជឿលុះត្រាតែថ្ងៃលែងលិច